បណ្ដាបរោះម្នាក់ជាសាធារណៈចូលរួមមង្គលការជីដេវីតនិងទេបព្រឹកពេជ្រសូលីកាប្រាប់អ្នកគាំទ្រច្បាស់ថាកុំសង្ស័យច្រើនតាមពិតបរោះនោះគឺជាមិនលាក់បាំងនោះទេតារាចម្រៀងមេម៉ាយកូនមួយពេជ្រសូលីកាបានធ្វើឲ្យមហាជននិងអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញនាងបណ្ដាបរោះម្នាក់ជាផ្លូវការចូលរួមមង្គលការជីដេវីតនិងទេបព្រឹកកាលពីចុងសប្តាហ៍មុនយ៉ាងណាទំនងជាមិនចង់ឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងឬមួយគិតថារហ័សពេកទៅអតីតតារាចម្រៀងរបស់ផលិតកម្មអមរូបនេះបានចេញមកបដិសេធភ្លាមថាមិនមែនជាគូស្នេហ៍ថ្មីពេជ្រសូលីកាបានចេញមកបញ្ជាក់ភ្លាមថាខ្ញុំ single ទេកុំសង្ស័យច្រើនពេកខូច credit ចាយអស់ហើយយ៉ាងណាក៏ដោយការចេញមកបញ្ជាក់ដោយបដិសេធភ្លាមបែបនេះបណ្ដាអ្នកគាំទ្រនាងនៅតែមិនទាន់ជឿនិងអស់ចិត្តនៅឡើយទេក្នុងនោះពួកគេជឿជាក់ថានេះគឺជាគូស្នេហ៍ថ្មីពិតប្រាកដគ្រាន់តែនាងមិនទាន់ហ៊ានចេញមកទទួលស្គាល់ជាសាធារណៈប៉ុណ្ណោះចាប់តាំងពីស្ពាយឈ្មោះជាស្ត្រីមេម៉ាយមកពេជ្រសូលីកាមិនទាន់បានប្រកាសចំណងស្នេហ៍ថ្មីជាសាធារណៈឡើយខណៈអតីតគូដណ្ដឹងរបស់នាងក៏បានបើកចំហស្នេហាជាយូរណាស់មកហើយទោះជាយ៉ាងណានាពេលថ្មីនេះអ្នកនាងពេជ្រសូលីកាក៏ស្រាប់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ម្ដងទៀតបន្ទាប់ពីគេបានឃើញថានាងនិងបរិសម្នាក់បណ្ដាគ្នាចូលរួមមង្គលការមានរូបថតជាមួយគ្នាលើសពីធម្មតានេះបណ្ដាឲ្យទស្សនិកជនមួយចំនួនកំពុងសង្ស័យថាពេជ្រសូលីកានិងបរិសរូបនេះកំពុងស្វែងយល់ចិត្តគ្នាឬយ៉ាងណាទោះជាយ៉ាងណាជំវិញសម្ព័ន្ធភាពពេជ្រសូលីកានិងបរិសសង្ហាក្នុងរូបនោះគេមិនទាន់ច្បាស់នោះទេថាជាគូស្នេហ៍ឬគ្រាន់តែជាមិត្តភក្តិនឹងគ្នាទេខណៈដែលម្ចាស់បទកន្លែងចាស់រូបនេះនៅពេលនេះនៅ single នៅឡើយទេ